ព្រោះតែលុយប៉ុណ្ណឹងហ៊ានបង្ខំបង្ខាំងបងបង្កើតខ្លួនឯងផងឯងពូកែណាស់គីហេងទោះថោកទាបយ៉ាងណាក៏ត្រូវស្គាល់គុណធម៌ដែរប្រយ័ត្នរស់មិនដូចមនុស្សឯងកុំស្ដាយក្រោយឲ្យសោះពាក្យហ្នឹងទុកនិយាយប្រាប់ខ្លួនឯងទៅអាគីហេងហេតុអីឡើងឯងសាហាវម្លេះនោះជាបងបង្កើតរបស់ឯងណាចុះពេលដែលម៉ែយកលុយព្យាបាលជាមួយយាយម៉ែធ្លាប់គិតថាគាត់ជាម្ដាយក្មេកដែរទេឯងឈប់ឈួតនៅមកបំផ្លាញផ្ទះថ្មីបងឯងនឹងសប្បាយចិត្តណាស់មែនទេចង់ទូទាត់បញ្ជីមែនទេល្អថ្ងៃនេះយើងមកគិតលុយដែលពួកឯងលក់រោងទីខ្ញុំឲ្យច្បាស់ហ៊ានអត់រឿងកន្លងហួសហើយឯងកាយយកកាយធ្វើអីទៀតហេតុអីនិយាយមិនបានអាគីហេងប្រឡងជាប់សាកលវិទ្យាល័យយាយប្រាប់ឲ្យពួកឯងស្រឡាញ់វាយាយថានោះជាព្រេងវាសនារបស់អាអាំងសេងតែពួកឯងប្តីប្រពន្ធបែរជានិយាយថាវាជាកូនទី3វាសនាថោកទាបធន់នឹងការលំបាកទៅវិញឱកាសរៀនមហាវិទ្យាល័យក៏ត្រូវបង្ខំចិត្តបោះបង់ខំប្រឹងអស់6ឆ្នាំដើម្បីបងប្រុសរៀបការបងស្រីបើកហាងវាទ្រាំគ្រប់យ៉ាងចុះពួកឯងចង់បានអីពីវាទៀតជីវិតវាឬមួយចង់បានជីវិតវាយកទៅបូជាទៀតទោះជាយ៉ាងណាឯងនៅតែជាកូនចៅតកូជាឈាមជាប់មិនអាចកាត់ផ្ដាច់បានទេកាត់ឈាមមិនដាច់តែសេចក្តីស្រឡាញ់អាចផ្ដាច់បានអាគីហេងឯងចង់មានន័យថាម៉េចហ្នឹងចាប់ពីថ្ងៃនេះទៅរឿងរ៉ាវត្រកូលជាខ្ញុំមិនលូកដៃឡើយអាមីងយានរៀបការមីងឈានបើខាងពួកឯងខ្វះខាតលុយកាក់ឬជំពាក់បំណុលគេមិនពាក់ព័ន្ធនឹងខ្ញុំទេចំណែកលោកយាយថ្ងៃក្រោយខ្ញុំជាអ្នកមើលថែតែម្នាក់ឯងបើអ្នកណាហ៊ានលួចលុយព្យាបាលជំងឺរបស់គាត់ទៀតកុំគិតថាខ្ញុំសាហាវឲ្យសោះឯងហ៊ានទេចាប់តាំងពីថ្ងៃដែលពួកឯងដេញខ្ញុំចេញពីផ្ទះមកគ្មានអ្វីដែលខ្ញុំមិនហ៊ាននោះទេគ្រាន់តែលក់ដូរនៅផ្សារយប់សោះកុំធ្វើច្រឹកគ្រាន់បើពេករឿងរបស់ខ្ញុំមានពាក់ព័ន្ធនឹងគ្រួសារឯងទេតោះយើងទៅចាំមើលថ្ងៃដែលវាលូនវាមកអង្វរយើងអាគីហេងចៅកំសត់របស់យាយកុំបារម្ភអីលោកយាយពួកយើងច្បាស់ជាមានក្តីសុខមិនខានគីហេងទីតាំងផ្សារយប់បែកខាងកើតមិនអាចលក់បន្តបានទៀតទេគេនឹងដេញចេញឆាប់នេះចុះរឿងលោកយាយអញរៀបចំរួចរាល់ហើយឬនៅរៀបចំរួចរាល់ហើយលោកប្រធានសិនកុំបារម្ភអីបាទមេក្រុមចៅបានបង្ហើបប្រាប់ថាមានតូបគម្រោងអាជីវកម្មយុវជនមួយកំពុងទំនេរនៅចំពីមុខសាលាតែម្ដងថ្ងៃស្អែកចាប់ដើមចុះឈ្មោះហើយហ៊ានសាកប្រជែងយកអត់ចង់បានណាស់បាទតែលុយក្នុងហោប៉ៅខ្ញុំរលីងស្អាតជាងមុខទៅទៀតឲ្យតែហ៊ានធ្វើទៅបើខ្វះលុយរូបករណ៍ចាំបងជួយចេញមុខធានាឲ្យតែត្រូវត្រៀមចិត្តទុកមុនទៅព្រោះអាថតលីវជីងក៏កំពុងតែសម្លឹងមើលទីនោះដែរហើយវារៀបចំគម្រោងតាំងពីយូរមកហើយលោកប្រធានសិនពួកយើងទៅរៀបចំខ្លួនឥឡូវនេះហើយអូហូថៃកាជីវតាគ្មានសម័យនេះពិតជាចិត្តឡើងធំមែនទែនគ្រាន់តែលក់ដូរនៅផ្សារយប់បានប្រហែលខែសោះចង់មកដណ្ដើមឆ្នាំងបាយមាសនៅមុខសាលារៀនបាត់ទៅហើយរយៈពេលរកស៊ីខ្លីពេកចរន្តសាច់ប្រាក់ក៏មិនសូវជាល្អប៉ុន្មានដែរត្រូវដឹងថាទោះបីជាមានការគ្រប់គ្រងពីគោលនយោបាយរដ្ឋក៏ថ្លៃតុបតែងថ្លៃឧបករណ៍និងលុយកក់បូកបញ្ចូលគ្នាមិនមែនតិចតួចឡើយខ្ញុំយល់ហើយបាទចំពោះរឿងលុយខ្ញុំនឹងរកវិធីដោះស្រាយហើយខ្ញុំក៏មិនគេចពីលក្ខខណ្ឌច្បាប់ដែរអញ្ជើញមើលបាទលោកប្រធានទាំងឯកសារបទពិសោធន៍របាយការណ៍អនាម័យនិងសៀវភៅបញ្ជាក់ដើមទុនគឺមានគ្រប់ទាំងអស់បាទធ្វើអាជីវកម្មម្ហូបអាហារគឺត្រូវការភាពហ្មត់ចត់និងស្ថិរភាពមិនមែនចេះតែមកលេងល្បិចបោកប្រាស់មួយគ្រានោះទេហេទុកឲ្យអញអួតសិនទៅចាំដល់ពេលគណៈកម្មការវិតម្លៃសិនសំដឹងស្មៅបងហេងការរៀបចំរបស់ពួកយើងមើលទៅសាមញ្ញពេកទេបងរបស់គេមិនធម្មតាទេគ្រាន់តែរៀបចំខុសកន្លែងតែប៉ុណ្ណោះគេច្រឡំគិតថាសាលារៀនគឺជាហាងផឹកស៊ីធំទៅហើយតែពួកយើងចាត់ទុកសិស្សានុសិស្សទាំងអស់ដូចជាក្រុមគ្រួសាររបស់ខ្លួនអញ្ចឹងហេយកប្រអប់កំពេចកំពកបីនឹងមកប្រជែងអីជីគីហេងអញមកដាក់ដេញថ្លៃឬក៏មកចែកទានឲ្យអ្នកសុំទានហ្នឹងនៅមុខសាលារៀនមិនមែនជាផ្សារយប់ឡើយបានហើយមានរឿងអីទៅនិយាយគ្នានៅផ្ទះទៅឥឡូវនេះចាប់ដើមពាក់រូបជាតិម្ហូបប្រអប់សម្រាប់កំប៉ុងនេះមិនហៅតតែសោះអាចទិញយកទៅញ៉ាំលេងក្នុងថ្នាក់រៀនបានយ៉ាងស្រួលក្លិននិងរសជាតិឈ្ងុយឆ្ងាញ់ល្អណាស់ទោះញ៉ាំនៅក្នុងការិយាល័យក៏មិនធំក្លិនរំខានដល់អ្នកដទៃដែរល្អខ្លាំងណាស់ជុកគ្រួសារនេះមានទាំងសាច់និងបន្លែរៀបចំបានល្អណាស់ពេលនេះទទួលកូនរួចអាចទិញយកទៅផ្ទះញ៉ាំបានព្រៀងទាំងចាស់ទាំងក្មេងសុទ្ធតែអាចញ៉ាំបានទាំងអស់លោកប្រធានទាំងអស់គ្នាកុំចាញ់បោកវាឲ្យសោះអាគីហេងធ្លាប់ប្រើសាច់ទាបង្កប់មានបញ្ហារហូតត្រូវអតិថិជនប្រឹងប្រែងទៀតផងហាងទើបតែបើកបានប៉ុន្មានថ្ងៃសោះបែរជាមានបញ្ហាអនាម័យចំណីអាហារទៅហើយបើឲ្យវាមកលក់នៅមុខសាលាតើអ្នកណាជាអ្នកទទួលខុសត្រូវអ្វីដែលថៅកែលេងនិយាយគឺត្រឹមត្រូវហើយបាទរឿងប្រើប្រាស់សាច់ទាបង្កប់និងការរំបណ្ដឹងពីអតិថិជនគឺជារឿងពិតប្រាកដមែនប៉ុន្តែខ្ញុំមិនបានលាក់បាំងឬបដិសេធឡើយនេះជាឯកសារបញ្ជាក់ថាទំនិញមួយណាមានបញ្ហាអ្នកផ្គត់ផ្គង់ជានរណាលក់ឲ្យអតិថិជនទៅណាខ្លះហើយខ្ញុំបានសងសំណងនឹងដោះស្រាយយ៉ាងដូចម្តេចរួមទាំងវីដេអូកំទេចចោលសាច់ខូចគុណភាពផងដែរក្នុងការរកស៊ីចំណីអាហារគ្មាននរណាហ៊ានធានាថាមិនដែលខុសឆ្គងនោះទេតែសំខាន់គឺពេលមានបញ្ហាតើយើងអាចរកប្រភពឃើញឬអត់មានដំណោះស្រាយទាន់ពេលវេលានឹងកែប្រែដែរឬទេ
នេះទើបជាក្រុមសិលធម៌ពិតប្រាកដផ្អែកលើការវិតម្លៃជារួមបេក្ខជនដែលត្រូវបានជ្រើសរើសគឺគីហេងប៉ុន្តែត្រូវសាកល្បងលក់រយៈពេល3ខែសិនក្នុងអំឡុងពេលនេះបើមានបណ្ដឹងរឿងអនាម័យចំណីអាហារតែមួយករណីនឹងត្រូវដេញចេញភ្លាមអបអសាទរផងថៅកែជាគីហេងមនុស្សជុំវិញសាលានេះរើសម្ហូបណាស់ម្យ៉ាងទៀតក្រពះក្មេងខ្សោយទៀតផងប្រយ័ត្នតែមានរឿងប្តឹងផ្ដាល់ឲ្យសោះណាថៅកែលេងមុននឹងប្រើល្បិចចខ្វក់កុំភ្លេចជូតស្នាមមេដៃចេញឲ្យស្អាតផងប្រយ័ត្នជន់កន្ទុយខ្លួនឯងទៅបងហេងមើលស្ថានភាពភ្ញៀវដ៏ច្រើនក៏កនេះទៅហាងយើងថ្ងៃនេះចាត់ទុកថារងំខ្លាំងណាស់ហើយបងកុំអាលអពេកក្នុងការរកស៊ីភ្ញៀវកាន់តែច្រើនហានិភ័យក៏កាន់តែខ្ពស់ដែរសុខចិត្តធ្វើម្ហូបយឺតបន្តិចតែត្រូវធានាគុណភាពឲ្យបានល្អបំផុតជប់ពេកទាំងអស់គ្នាកុំពេកអសោះហាងនេះលក់របស់អនាម័យសោះញ៉ាំទៅលេងមកចង់មកចង់មកបបួលសម្រាប់លោកមែនទេពួកវិវសាគុណនេះតើនេះនៅពីមុខសាលានេះផងសុំលុយវិញសុំលុយវិញបងហេងធ្វើមិនទៅបងរងទទួលស្គាល់ប្រអប់មួយនេះរសជាតិពិតជាមានបញ្ហាមែនមិនមែនសាច់ខូចគុណភាពទេគឺដោយសារភ្លើងខ្លាំងពេកទៅប្រវិញនេះជាកំហុសរបស់ពួកយើងពិតមែនសម្រាប់អតិថិជនទាំងអស់ដែលបានទិញរសជាតិហឹរនៅថ្ងៃនេះខ្ញុំនឹងសងលុយវិញពេញចំនួនឬបដូរជូនរសជាតិស៊ុប2ដងជំនួសវិញអូយខ្ញុំចង់ពូណាគ្រាន់តែសងលុយតាមខ្លួនមែនទេច្បាស់ជាចំណេះអាហារមានជាពលហើយនៅខ្ញុំជឿហើយបើថ្ងៃនេះខ្ញុំដំណោះស្រាយសំណុំទេកុំសង្ឃឹមថាបានខាងលក់បន្តអសោះបើមិនស្រួលខ្លួនល្អណាស់សាន់ស៊ីទូរស័ព្ទ Highland ពេទ្យភ្លាមមុនពេលលទ្ធផលពិនិត្យមិនទាន់ចេញសូមអ្នកទាំងអស់គ្នានៅទីនេះដើម្បីសម្របសម្រួលសិនបើវាជាកំហុសរបស់ហាងខ្ញុំមែនខ្ញុំនឹងទទួលខុសត្រូវរាល់ការខូចខាតទាំងអស់នៅចំពោះមុខច្បាប់តែបើមានអ្នកណាលួចរៀបចំផែនការដើម្បីបង្ខូចកេរ្តិ៍ឈ្មោះហាងខ្ញុំនឹងតាមរកមុខឲ្យឃើញដល់ទីបំផុតបងលីវមិនបានសម្រេចទេបងអានឹងវាទទួលស្គាល់តែរឿងរសជាតិតែវាមិនព្រមទទួលស្គាល់រឿងអនាម័យចំណីអាហារសោះឥឡូវវាកំពុង Highland ពេទ្យមកទៀតតើយើងត្រូវធ្វើម៉េចបន្តបងអាក្បាលខូចបើគេរកមិនឃើញឯងមិនចេះបង្កចំនួនឲ្យធំទេអីធ្វើរឿងនេះឲ្យក្រើកនៅមុខសាលារៀនទៅចាប់ប្រកាន់ថាវាលក់របស់ពលដើម្បីបង្ខំឲ្យវាប្រគល់ហាងមកវិញសម្ដីអំបញ្ញមិញនេះអ្នកទាំងអស់គ្នាបានឮច្បាស់ហើយមែនទេអ្នកទាំងអស់គ្នាត្រឡប់ទៅវិញទៅចំណែកឯងមកជាមួយខ្ញុំទៅប៉ុស្តិ៍ប៉ូលីសក្រុមហ៊ុនម្ហូបអាហារ Royfeng ចង់សហការធ្វើជាអ្នកផ្គត់ផ្គង់គ្រឿងផ្សំឲ្យហាងយើងហេគេពិតជាហ៊ានមកមែនតាបងឯកសាររៀបចំបានល្អណាស់តែលោកចិនបានពិនិត្យឃើញថាមានបញ្ហាមិនប្រក្រតីឡើងដឹកជញ្ជូនទំនិញត្រជាក់មិនមែនជារបស់ក្រុមហ៊ុនផ្ទាល់ទេហើយប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពក៏ខ្វះខាតច្រើនដែរលើសពីនេះថែមទាំងធ្លាប់លួចលក់ទំនិញថោកទៅឲ្យអាថតលីវដើម្បីធ្វើត្រាប់តាមហាងយើងទៀតផងចុះហេតុអីមិនបដិសេធចោលភ្លាមទៅបងបដិសេធចោលភ្លាមវាមិនទាន់ជាចាប់ទេធ្វើទៅតាមនីតិវិធីធម្មតាទៅទាំងអត់ហាងគីហេងគឺជាប្រេងលក់ទីសុខល្បីបំផុតប្រចាំស្រុកយើងនាពេលបច្ចុប្បន្ននេះប្រធានជីវបើគម្រោងនេះជោគជ័យច្បាស់ជាបានប្រាក់លើកទឹកចិត្តច្រើនណាស់មែនទេមិនមែនបានត្រឹមតែប្រាក់រង្វាន់ទេបើ Royfeng អាចក្លាយជាអ្នកគ្រប់គ្រងឲ្យគីហេងបានផ្នែករបស់ពួកយើងនឹងទទួលបានគេឈ្មោះធំធេងមិនខានឬថាថៅកែហាងគីហេងនឹងក៏ត្រកូលជាដែរមែនទេបងមនុស្សត្រកូលជាមានច្រើនណាស់សូម្បីតែបងប្រុសរបស់ខ្ញុំក៏ត្រកូលជាដែរតែត្រកូលជារបស់វាមិនអាចយកមកប្រៀបធៀបជាមួយត្រកូលជារបស់លោកប្រធានធំបានឡើយ